បងប្អូនធ្លាប់តែឃើញខ្ញុំផុសវីដេអូខ្លីៗពីគ្រឿងម៉ាស៊ីនកសិកម្មរបស់ក្រុមហ៊ុន Mintic ថ្ងៃនេះយើងបានមកដល់ឃ្លាំង Mintic ឲ្យបងប្អូនខ្ញុំនឹងនាំបងប្អូនទៅដឹងអំពីថាតើនៅក្នុងក្រុមហ៊ុន Mintic មានលក់គ្រឿងម៉ាស៊ីនកសិកម្មអីគេខ្លះតោះយើងទៅជួបក្រុមការងាររបស់ក្រុមហ៊ុន Mintic ទាំងអស់គ្នាជំរាបសួរចាថ្ងៃនេះបានមកដល់ឃ្លាំង Mintic ហើយយើងធ្លាប់តែធ្វើការងារជាមួយគ្នាបងគ្រាន់តែផុសវីដេអូខ្លីៗទេប៉ុន្តែថ្ងៃនេះមកជួបអូនដើម្បីអូនណែនាំថាតើ Mintic មានលក់គ្រឿងម៉ាស៊ីនអីគេខ្លះចាតោះឥឡូវចាប់ផ្ដើមពេលណាទៅយើងខ្ញុំចង់បង្ហាញមុនគេគឺម៉ាស៊ីនសូនចំណីម៉ាស៊ីនសូនចំណីសាក់នេះហ្មងឯងបាទដែលពេញនិយមសម្រាប់ជាកសិករគាត់យកទៅប្រើប្រាស់ណាចាអញ្ចឹងយើងមានតែខ្នាតតូចខ្នាតធំដូចបងបានឃើញខាងក្រៅនេះអូចាយើងមាន3ខ្នាតហើយ2ខ្នាតអាចថាមានច្រើនរាប់ចាប់ពីខ្នាត M125 ឡើងទៅបាទតែដែលលក្ខណៈគ្រួសារដែលនិយមភាគច្រើននេះគឺខ្នាត M150 នេះបាទ M160 ហើយនឹង M108 ចានិយាយរួមទៅសូនចំណីចាប់ពីប្រហែលគីឡូរហូតដល់ប្រហែលគីឡូដូចខ្នាត M150 នេះជាដើមអានេះ1ម៉ោងចន្លោះពី90ទៅ120គីឡូចា90ទៅ120ទៅពេលអាធំអានេះខ្នាត M108 1ម៉ោងចន្លោះពី180ទៅ200គីឡូ180ទៅ200គីឡូបាទវាមានផ្លូវកិន4ហើយមានប្រើប៉ុងឡានអីចឹងទៅបាទហើយសម្រាប់ពួកនោះគឺខ្នាត M160គីឡូកិនវា3បាទ1ម៉ោងចន្លោះពី150ទៅ180អូហើយម៉ាស៊ីននេះមានទាំងម៉ូទ័រមានទាំងម៉ូទ័រម៉ាស៊ីនសាំងម៉ាស៊ូតម៉ាស៊ូតមាន3ទៀត3ខ្នាតអូចាបាទម៉ូទ័រយើងសម្រាប់ពួកគាត់ដែលមានភ្លើងគ្រប់គ្រាន់ភ្លើងពេញទៅគាត់ប្រើម៉ូទ័រទៅតែបើភ្លើងគាត់ខ្វះខាតឬក៏គាត់អត់មានភ្លើងហ្មងគាត់អាចប្រើពួកម៉ាស៊ីនសាំងឬក៏ម៉ាស៊ីនម៉ាស៊ូតបានតាមតម្លៃតាមការខ្នាតដែលគាត់ចង់បានចឹងទៅអូអញ្ចឹងយើងធ្វើមកគឺតម្រូវគ្រប់ស្ថានភាពរបស់បងប្អូនប្រជាកសិករមិនប្រកាសថាបងប្អូននៅឆ្ងាយគាត់មានម៉ាស៊ីនឬក៏មានភ្លើងទៅដល់ទេអញ្ចឹងអាចជ្រើសរើសប្រើម៉ាស៊ីនសាំងឬក៏ម៉ាស៊ូតបានចាខ្ញុំណែនាំបងទៅមើលខ្នាតធំទៀតបាទដូចខ្នាតអាជីវកម្មនេះបងឃើញនេះមានទាំងខ្នាត S210 ខ្នាតនេះ S260 S300 និង S400 អូចាអានឹងមានន័យថាគាត់យកទៅសូនជាសម្រាប់ឲ្យសត្វរបស់គាត់ស៊ីក៏បានឬក៏គាត់ចង់ធ្វើទៅជាអាជីវកម្មមានថាសូនអីគេចឹងទៅត្រីអីចឹងទៅតែនេះគឺផ្ដោតទៅលើអាជីវកម្មគឺកិនច្រើនកិនលឿនបាទដូចខ្នាត S210 នេះបាទភ្លើងកិន2អានេះភ្លើងវា380ភ្លើងធំអញ្ចឹងវាលទ្ធភាពវាកិនលឿនអានេះ1ម៉ោងលោតដល់400គីឡូ1ម៉ោង400គីឡូបាទហើយថ្លៃមួយទៀតគឺខ្នាតនេះអានេះ1ម៉ោងចន្លោះពី500បាទទៅ600គីឡូខ្នាតច្រើនណាស់នេះខ្នាត S260 យើងមានទាំងម៉ូទ័រមានទាំងម៉ាស៊ីនចឹងទៅចាអញ្ចឹងបងប្អូនជ្រើសរើសមួយណាក៏បានដែរណាក៏បានដែរហ្នឹងគឺសម្រាប់ខ្នាតអាជីវកម្មនេះគឺខ្នាតធំទៀតហើយអានេះលទ្ធភាពកិនរបស់វា1ម៉ោងរហូតដល់1តោន1ម៉ោងបាន1តោនចា1000គីឡូក្នុង1ម៉ោងនេះខ្នាត S300 អញ្ចឹងបងប្អូនដែលគាត់ចិញ្ចឹមសត្វអីច្រើនដាក់ទៅត្រូវហ្មងត្រូវព្រោះអីវាច្រើននេះក្បាលអីសូនចំណៃលឿនទី1ទៀតគឺសម្រាប់ជីកប៉ុកអូមានន័យថាម៉ាស៊ីនមួយនេះបងប្អូនបើតាមតែស្ដាប់កន្លងមកខ្ញុំគិតថាយើងធ្វើបានតែសូនចំណីសัตว์ទេមន់ទីអីអញ្ចឹងទៅតាមតម្រូវការតាមកំពិតក៏អាចសូនទៅជាជីកប៉ុសបានដែរជីកប៉ុសនោះចេញមកគ្រាប់ដូចចំណីហ្មងអូនគ្រាប់ចំណីប៉ុន្តែគេយកទៅប្រើប្រាស់ជាប្រភេទជីវិញតាមកប៉ុសដំណាំតាមបាច់ដូចជាស្រូវឬក៏តាមគុំដំណាំគុំផ្សេងៗអញ្ចឹងទៅជីដូចជីអាចមន់ជីអាចគោបាយលីមួយកប៉ុសដូងកប៉ុសអាស័យកប៉ុសអីយើងមកលាយប្រើបានដែរចាវាមិនមែនថាយើងដាក់មានសកៃដូងសកៃអីទៅវាគៀបអត់ចាញ់ទេណោះអត់មានបញ្ហាហ្នឹងទេបញ្ហាទេព្រោះម៉ាស៊ីនខ្នាតធំគឺវាមានសមត្ថភាពជាងម៉ាស៊ីនតូចបាទអញ្ចឹងតម្លៃវាខ្ពស់ទៀតដែរបាទអូបងប្អូនបើសិនបើបងប្អូនមានលទ្ធភាពអាចទិញម៉ាស៊ីនមួយនេះណាព្រោះចំណេញយើងចង់យកទៅធ្វើចំណីសត្វក៏បានហើយមួយទៀតបើសិនបើយើងមានវត្ថុធាតុដើមស្រាប់យើងអាចផលិតទៅជាជីកសិកម្មលក់បានទៀតវាចំណេញផងអីព្រោះអីការចិញ្ចឹមមាន់ភាគច្រើនគាត់ច្រានកាមមានអាចមាន់អីលីគ្នាបើគាត់យកទៅឆក់បេវាលក់បានថ្លៃធូរទេយកសូនជាក្របបានថ្លៃមកកម្រិតទៀតហើយខ្ញុំណែនាំមកមើលខ្នាតចុងក្រោយនេះនេះខ្នាត S400 ដែលលទ្ធភាពកិន1ម៉ោងវិញបានចន្លោះពីបាទ1តោន2ទៅ1តោន5បានន័យថា1200គីឡូទៅ1500គីឡូនៅក្នុងតែ1ម៉ោងទេ1ម៉ោងកិនបានរហូតដល់1តោនកន្លះបងប្អូនសាហាវតែមើលឃើញម៉ាស៊ីនមួយធំទៀតហើយភ្លើងវាអាចនិយាយថាចាប់ពី100អាំពែទៅហើយ380វ៉ុលគឺខ្លាំងតែបើសម្រាប់ពួកគាត់បើជាអាជីវកម្មគឺគាត់មានភ្លើងសម្រាប់គ្រប់គ្រងសម្រាប់ដាក់នេះហើយចាអញ្ចឹងគាត់អាចយកទៅធ្វើអាហ្នឹងបងគិតណាយកទៅធ្វើទៅជាផលិតជាជីកប៉ុសគឺល្អមួយទៀតក៏ជីប្រភេទអស់បរិស្ថានក៏ទុយហ្នឹងរត់តែល្អទៀតបាទចំណាំងឈើកតិចយកទៅបានមានភ្ញៀវខ្លះគាត់យកទៅជាផលិតជាខ្ជូងកាមទៀតចាបានន័យថាផលិតសូនកាមហ្នឹងហើយ
ខ្លាយជាអស់បាឋានចាអស់បាឋានបងប្អូនអស់បាឋាននោះរូបរាងដូចទៅនឹងចំណីសត្វដែរគាត់ថាគេយកចំណាំងឈើជាមួយនឹងពពុះអីគេកាក់អំពៅចាអញ្ចឹងយើងពេលដែលយើងកិនវាចូលគ្នាហើយគៀបមកយើងផលិតទៅក្របដូចចំណីសត្វដែរបាទហើយធំតូចនេះគឺអាស្រ័យលើប៉ែនវាបាទគ្រឿងប៉ុណ្ណេះយើងមានគ្រប់គ្រងជូនទាំងអស់អូអញ្ចឹងមានន័យថាមិនមែនមានតែមកទំហំទេគ្រាប់វាមានច្រើនទំហំទៅតាមតម្រូវការរបស់បងប្អូនដោយសន្តានជីគ្រាប់6លីគ្រាប់8លីធំយើងដូរតែប៉ែនទៅបាទគ្រាប់ចំណី3លី4លីដូរតែប៉ែនចាបាទយើងមិនបាច់ផ្លាស់ប្ដូរម៉ាស៊ីនច្រើនទេព្រោះម៉ាស៊ីនមួយយើងអាចផលិតច្រើនសន្តានបាទដល់បងខ្ញុំណែនាំបងទៅមើលម៉ាស៊ីនកិនស្រូវទៀតបាទកិនស្រូវសុទ្ធតែម៉ាស៊ីនដែលយើងពេញនិយមចាចេះតែបានវាមានច្រើនសេរីមែនអូនបងដោយសារតែមកសេរីខនេះយើងតម្រូវតាមអតិថិជនរបស់គាត់ដែរប្រើប្រាស់អញ្ចឹងណាគាត់ចង់បានប្រភេទមានកង់រុញអីចឹងទៅបងហើយអូអានេះកង់គេអាចរុញទៅណាក៏បានបងនេះយើងឆ្លាតទីបានអញ្ចឹងណាយើងមានកង់ហើយមកនេះវាប្រភេទ inox បងកញ្ឆេនេះកន្លែងក្បាលកិនកនេះក៏ inox កញ្ឆេប្រហោងក៏ inox ហើយជាពិសេសនេះកន្លែងបាយខ្មុកបងអូខេហើយកន្លែងកញ្ឆេងរែងគ្រូនេះយើងមក2តង់អាសាហ្នឹងវារែងបាន2តង់សម្រាប់សេរីចាស់នេះយើងរែងបានតែ1តង់ទេចាចេះតែបើយើងចាំបាច់ដូរដាក់ inox ទាំងអស់ចាបងយើងប្រើ inox វាងាយស្រួលបងវាអត់ឆាប់ច្រេះប្រើ inox វាធន់ជាងបើថាប្រើដែកវាប្រើយូរទៅវាអាចឆាប់ច្រេះឆាប់អីចឹងទៅ inox យើងប្រើធន់ជាងបងតែបងប្អូនគាត់ឃើញថាយើងដូរច្រើនហើយរាងនេះស្អាតមែនទេបងប្អូនស្អាតមែនទេតម្លៃថ្លៃជាងមុនឬក៏យើងរក្សាដដែលអូចាចាហើយអានេះយើងអាចកិនស្រូវបាន1ម៉ោងបានប្រហែលគីឡូកិនស្រូវស្តង់ដារវាម៉ោង200គីឡូបង1ម៉ោងបាន200គីឡូចឹងបងប្អូនម៉ាស៊ីននេះបើតាមខ្ញុំគិតបងប្អូនមិនត្រឹមតែទិញទៅកិនស្រូវហូបទេគឺយើងអាចយកទៅធ្វើទៅជាលក្ខណៈអាជីវកម្មបានពីព្រោះថា1ម៉ោងវាកិនបានរហូតដល់200គីឡូអញ្ចឹងបងប្អូនអាចថាយើងកិនស្រូវទុកញ៉ាំអីរួចហើយយើងអាចថាអ្នកជិតខាងគាត់ត្រូវការកិនស្រូវយកមកកិនមកបងប្អូនអាចបានកន្ទួយធ្វើទៅជាចំណីសត្វយើងបានបន្ថែមទៀតអញ្ចឹងចំណីចេះបងប្អូនអញ្ចឹងមានន័យថាម៉ាស៊ីននេះណាបងប្អូនចង់កិនស្រូវបាន200គីឡូក្នុង1ម៉ោងចាយលុយត្រឹមតែ4ទៅ5000ឯងអញ្ចឹងតិចមែនតើហើយមើលទៅធន់ហើយស្អាតល្អបងប្អូនយកត្រាប់ផ្ទះដឹងតែតាក់ទាញអ្នកកិនស្រូវបានមកកាន់តែច្រើនមានអីពិសេសជាងនឹងទៀតទេអូនឥឡូវខ្ញុំមកលំអត់ពីម៉ាស៊ីនទាំងមូលតែម្ដងទៅបានថាតម្លៃវាពោះជាងអាម៉ាស៊ីនផ្សេងៗតែគុណប្រយោជន៍វាទាំងខ្លះដល់ថាអាកន្លែងវានេះគឺវារែងបានស្អាតដូចជាថ្មគ្រួសម្រាប់ការស្មៅក៏វារែងបានដោយសារតែអីវាមានទឹកច្រាំងគ្រូទីតង់អូបងដឹងហើយថ្ងៃស្រូវយើងប្រមូលផលគឺច្រូតដល់ម៉ាស៊ីនអត់មែនច្រូតដៃហើយសម្អាតដូចយើងពីមុនទេហាលនៅដីពេលវាពេលកៅលើអាចមានគ្រូថ្មអញ្ចឹងការធ្វើផ្ទះអាចប៉ះពាល់ដល់កញ្ឆេងអង្គយើងហើយយើងខុសក៏សុវ័យចិត្តដែរចាហើយមានផលរំខានចាខានច្រើនមែនតើអញ្ចឹងបានយើងធ្វើម៉ាស៊ីននេះមកគឺតម្រូវតាមអតិថិជនបាទវារែងមកវាមានរែងទាំងអង្គយើងចង់បានអង្គលូនអង្គ3កងាត់ចុងអញ្ចឹងយើងមានរែងនៅលើនឹងទាំងអស់អូអញ្ចឹងវាចេញមកផ្សេងគ្នាបាទផ្សេងគ្នាបាច់ចេញពេញផ្លូវចាបាទវាសម្អាតអង្គយើងបានស្អាតហើយវាសម្អាតទាំងស្រូវយើងទៀតហើយមិនធំតែប៉ុណ្្នឹងទេសូម្បីតែត្បាល់មួយទៀតយើងអាចវាយដូចជាពពោតស្ដាច់សៀងស្រូវឬក៏ក្តាមខ្យងធ្វើជាចំណីសត្វបានទៀតយើងវាយឲ្យវាមាត់អញ្ចឹងទៅអូអញ្ចឹងមិនបងប្អូនមិនមែនទិញបានតែម៉ាស៊ីនកិនស្រូវទេណាបានតែម៉ាស៊ីនវាយទៀតវាយធ្វើខ្មុកជាចំណីសត្វទៀតចំណេញតាចាបងប្អូនប្រហែលចង់ដឹងតម្លៃហើយបងក៏ចង់ដឹងតម្លៃដែរឃើញវាស្អាតអញ្ចឹងមកគ្រឿងហ្នឹងប៉ុន្មានដែរអូននេះតម្លៃវា$550$550ចុងក្រោយពេលបងប្អូន2025ទិញទៅដឹងតែបានសេរីថ្មីជាងគេប៉ុន្តែមានតម្លៃទៀតជាងហ្នឹងទៀតទេអូនប៉ុន្តែយើងមានសេរីផ្សេងទៀតទាំងហ្នឹងផ្សេងតែយើងលើកមកនេះគឺសម្រាប់តម្រូវការសាហាវបងប្អូនខ្លះគាត់ចាយលុយយ៉ាងច្រើនតិចដើម្បីអីដើម្បីបានសមិទ្ធផលដែលល្អដែលគាត់ចាយនេះត្រូវនឹងម៉ាស៊ីនហ្នឹងតែម្ដងបាទអានេះវាចូលពាក់កណ្ដាលអាជីវកម្មហើយបាទហើយខ្ញុំណែនាំបងទៅមើលអាជីវកម្មម្ដងអូអានេះអាធំហ្មងហើយណាបងអាជីវកម្មនេះគឺវាដើរតួនាទីសម្រាប់ក្នុងការកិនស្រូវផងសម្អាតផងវាយបានទាំងកន្ទុកម៉ត់ទៀតអូបាទអញ្ចឹងអាទូចបាញ់អត់បានទាំងកន្ទុកម៉ត់ទេវាខុសគ្នាបានម៉ត់ថាគិត2ដងកិនមកត្បាល់កន្ទុកអញ្ចឹងមកយើងធ្វើត្បាល់2សម្រាប់កាច់ប្រើប្រាស់អញ្ចឹងទៅតែអាជីវកម្មនេះគឺវាចំណេញមកចប់ហ្នឹងចាបាទវាចំណេញទាំងកម្លាំងពេលវេលាដូចជាបាទសមិទ្ធផលយើងទទួលបានកម្លាំងហ្នឹងមិនវិញកម្លាំងដូចថានេះខាងក្រោយបងឃើញនេះនេះប្រភេទយងស្រូវណាបើសិនជាម៉ាស៊ីនខ្ពស់ទេយើងលើកស្រូវទាំង3ចាក់ទៅវាពិបាកចាក់ឲ្យចុកចកេះចុកអីចាស់បាក់អញ្ចឹងណាអញ្ចឹងយើងធ្វើជាយងស្រូវយើងគ្រាន់ចាក់អាតៅខាងក្រោយបងនោះបាទចាក់ស្រូវក្រោមគឺវាបូមឡើងមកដល់ខាងលើនេះអូតូហ្មងបាទអូតូតែម្ដងចាចង់បានលឿនយឺតអីគឺយើងមានកន្លែងសេរីវាបាទហើយបន្ទាប់មកវារែងអាកន្លែងនេះ
ត្រីជង្គង់ស្រូវគ្រោះថ្មដូចមិនសិនតូចមិនអញ្ចឹង ចា បាទហើយ តែនេះគាត់ថាវាមានលក្ខណៈពិសេសគឺយើងមិនបាច់លើកចាក់ទេ បាទមិនលើកចាក់ទេកិនលឿន1ម៉ោង600គីឡូ 1ម៉ោង600គីឡូ បាទ អាតូចមិញតែ200គីឡូឯងអានេះ600គីឡូ 600គីឡូហ្វេមសុទ្ធធំគាត់ចង់បានគាត់មានភ្លើងធំយើងដាក់ម៉ូទ័រធំជូនគាត់ អូមិនមែនថាអាធំយើងមានតែម៉ាស៊ីនអត់ទេយើងអាចដូរឲ្យគាត់ទៅ បាទមានតែម៉ូទ័រទេបងប្អូនបាទ3 file អញ្ចឹងទៅហើយសម្រាប់បាទខាងនេះគឺទូនាទីក្នុងការវាយប្រភេទដូចជាកាមក្នុងអង្គកតិចកតុកផ្សេងធ្វើជាកតុកម៉ត់តែម្ដងចង់លេខពោតដាក់បានដូចគ្នាដាក់នេះ ចេញមកគឺកតុកហ្មង បាទកតុកតែម្ដងម៉ត់វាចំណេញ ចា ពេលវេលាហើយសម្រាប់កតុកដែលបានម៉ត់អញ្ចឹងគាត់អាចលក់បានថ្លៃចាបាទវាប្រដប់វាចេញជាកតុកលេខ1មក បាទហើយម៉ាស៊ីនយើងដាក់ពួក25សេះហើយអត់បាច់ល្បីទេអានេះកាច់សោដេដូចឡានយើងអញ្ចឹងអូបងប្អូនខ្ញុំឃើញអានេះវិញខ្ញុំថាគាត់តែកម្លាំងធំមិនអាចប្រើម៉ាស៊ីននេះបាន អត់ទេកាត់សោដេមិនស្អីក៏ប្រើបានដែរនៅទេហាហើយវាប្រដប់ភាពងាយស្រួលស្រូវយើងក៏មិនបាច់លើកចាក់អីទេញ៉ៃទេបាទយើងគាត់តែកាច់សោដេចាក់ដល់ស្រូវកន្លែងនោះរួចចាអញ្ចឹងបងប្អូនទិញម៉ាស៊ីននឹងមួយថាអាជីវកម្មនឹងចំណេញច្រើនចាជាពិសេសអ្នកដែលចង់បានចំណេញពីកតុកចាគាត់ផ្លើបានកតុកលេខ1តែម្ដងចាហើយកិនលឿនស្អាតហ្នឹងបង ណែបងបន្ទាប់ពីម៉ាស៊ីនកិនស្រូវផ្នែកអាជីវកម្មយើងមកដល់ប្រភេទម៉ាស៊ីនវាយស្មៅដែលយើងផ្គត់ផ្គង់សម្រាប់តាមកសិដ្ឋានវិញបាទដូចនេះអាវាយស្មៅហ្នឹងអាវាយផលិតធ្វើទៅជាផ្អកអីហ្នឹងបាទផ្អកស្មៅផ្អកស្លឹកដលងមីផ្សេងៗហ្នឹងឯងបាទដូចនេះគេហៅប្រភេទម៉ាស៊ីនពីរមុខងារចាពីរមុខងារហ្នឹងមិនវិញពីរមុខងារទី1ទៅនាទីរបស់វាគឺយើងវាយប្រភេទដើមស្មៅដើមពោតស្មៅគីងក្រាស់នាពាដលងមីទៅឲ្យតែប្រភេទដើមរុក្ខជាតិជាបៃតងបាទយើងវាយយើងគ្រាន់តែចាក់អញ្ចឹងទៅវាមានខ្សែពៀនអស់ទៅចឹងផ្ដល់ភាពងាយស្រួលកាន់ឲ្យតូចៗហ្មងបងតូចបាត់ផ្លេលៃបាទសម្រាប់ធ្វើផ្អកស្មៅដូចបងនិយាយមិញអញ្ចឹងចាបាទចុះមុខងារទី2មុខងារទី2គឺតែខាងលើនេះតែខាងលើនេះយើងចាក់ទៅជាប្រភេទក្តាមខ្យងឬក៏បន្លែផ្លែឈើធ្វើជាជីទឹកបាទជីទឹកដែលបងធ្លាប់ផ្សព្វផ្សាយអត់ហ្នឹងហើយបាទមានបន្លែមានសបកឈើបកអីយើងវាយហ្នឹងហើយអញ្ចឹងយើងវាយអានេះវាម៉ត់ទៅយើងយកទៅធ្វើទៅជាជីកប៉ុសវាឆាប់កាច់អូអញ្ចឹងថាទិញម៉ាស៊ីនហ្នឹងមួយបាន2ទៀតហើយបាន2មុខទៀតនេះមានខ្នាតម៉ូទ័រខ្នាតប្រើម៉ាស៊ីនចាបាទយើងសម្រាប់ម៉ូទ័រយើងដូចយើងនិយាយអញ្ចឹងផ្គត់ផ្គង់សម្រាប់គាត់មានភ្លើងគ្រប់គ្រាន់ប្រើប្រាស់ក៏ចង់ស្មុកស្មាញចាក់ប្រេងចាក់អីដល់តែភ្លើងប្រើម៉ូទ័រទៅតែតំបន់ខ្លះតាមចកាគាត់ចង់កិនចល័តអញ្ចឹងអាចចេះរឿងប្រភេទម៉ាស៊ីនសាំងបានចាអញ្ចឹងអានេះ2មុខងារអញ្ចឹងខ្ញុំនាំបងទៅមើល4មុខងារវិញបាទអូមានដល់4មុខងារទៀត4មុខងារទៀតអញ្ចឹងម៉ាស៊ីន4មុខងារគឺដើរតួនាទីដូចគ្នាគឺសម្រាប់តាមកសិដ្ឋានចាហើយមួយទៀតគឺចំណីសត្វមួយទៀតបាទវាមាន2 3នៅក្នុងហ្នឹងអញ្ចឹងនឹងបញ្យល់បងទ្រឹះពាក់ព័ន្ធមួយមុខងារវានីមួយអានេះដូចគ្នាគ្រាន់តែថាមួយម៉ាស៊ីនមួយម៉ូទ័រម៉ាស៊ីនសាំងបាទអញ្ចឹងយើងមាន3ខ្នាតតាមជម្រើសចាសម្រាប់មុខងារនីមួយគឺអាស្រ័យលើកញ្ឆេងនេះបងបាទការបញ្យល់យើងមានវីដេអូបង្ហាញជូនបងប្អូនគាត់យកទៅប្រើប្រាស់ណាអានេះគេហៅមុខងារទី1បាទដែលកញ្ឆេងវាលាតសន្ធឹងអញ្ចឹងហ្នឹងយើងវាយដូចជាប្រភេទស្មៅដើមពោតឬក៏ប្រភេទដើមរុក្ខជាតិមេឈើធៀងដូងអូវាយធៀងដូងបានទៀតបាទដូងខ្ចីក៏ដាក់បានទៀតបានដូចគ្នាបាទអីម៉ត់អញ្ចឹងក៏គាត់ទៅវាយម៉ត់តែម្ដងបាទចាគឺនេះងាយស្រួលមែនទែនសម្រាប់គាត់យកទៅធ្វើតាមកសិដ្ឋាននានាដូចមុខងារទី2មួយទៀតអានេះហៅកញ្ឆេងរត់វារៀងធំបន្តិចវាប្លែកទេបងចាអានេះវាមានរុនសម្រាប់មុខងារទី1គឺវាដែលឡាយតែឯងតែ3នេះគឺវាស្តៀងគ្នាបន្តិចបាទវាខុសទៅទំហំឯណាខុសទៅទំហំចាតែអានេះគឺចំណុចសំខាន់វាគឺខ្លាំងយើងវាយសកៃដងទុំបាទធ្វើជីកប៉ោអីចឹងទៅសកៃដងទុំវាយផ្លែពោតទាំងមូលវាយដូចជាប្រភេទឆ្អឹងសត្វបាទតែប្រភេទឆ្អឹងសត្វតូចៗចឹងទៅគាត់ធ្វើជាម្សៅត្រីឬក៏វីតាមីនផ្សេងៗវាយប្រភេទដូចជាក្តាមខ្យងបាទឬក៏ជីទឹកក៏វាយកញ្ឆេងដែរចាបាទគឺហ្នឹងគឺសម្រាប់គាត់ចិញ្ចឹមសត្វនិងតាមកសិដ្ឋានគាត់វាយលើប្រភេទជាអាចគោផ្សេងៗក៏វាយបានដូចគ្នាវាយឲ្យម៉ត់ដើម្បីយកទៅផលិតជាជីកប៉ុសចាឬក៏ដីបដោះអីចឹងដីបដោះអីចឹងចាព្រោះដីវាមានដុំច្រើនចឹងការវាយម៉ត់ទៅចាបាទដូចសម្រាប់ប្រភេទកញ្ឆេងទី3ឬក៏ទី3បាទរត់ទៅទូចមួយលេខទៀតហើយនេះគឺលក្ខខណ្ឌរបស់វាគឺវាយដល់របស់ស្ងួតទេ
វ៉ាស្ងួតដូចជាប្រភេទកពោតកាក់ស្ដាច់ជាងក៏ប្រភេទបាទត្រីវាយធ្វើម្សៅត្រីធ្វើអីវាយពួកនេះហើយអូចាដល់ទូនទីយ៉ាងសំខាន់មួយទៀតដែរសម្រាប់គាត់ផលិតចំណីសត្វនិងធ្វើកប៉ុសបាទឬក៏វាយលាយចូលគ្នាចាចំណីយើងផ្សេងយើងលេខដៃវាសពចាយើងដាក់ចិនសិនហ្នឹងទៅគឺចេញមកគឺសពចូលគ្នាមកសពបាទសពហើយវាយបានស្អាតទៀតចាហើយពាក់ព័ន្ធមួយកញ្ច្រែងធំជាងគេនេះបងឃើញអានេះវាមុខគេទី4មុខគេធំគឺសម្រាប់វាយធ្វើកតុវាយប្រភេទស្រូវពោតអីចឹងចេញមកកតុហ្មងចេញមកកតុអូពោតកតុស្រូវយើងចាបាទអូឡយបងប្អូនអ្នកដែលចិញ្ចឹមមិនថាតែសត្វអីទេខ្ញុំគិតថាមានម៉ាស៊ីននេះមួយហើយមួយទៀតអ្នកដែលគាត់ចង់ផលិតដីបដោះដោយខ្លួនឯងដែលគាត់មានសក្តិដងច្រើនណាម៉ាស៊ីនហ្នឹងទៅមានតែមួយហ្នឹងគឺចប់តែម្ដងបានច្រើនបាទ4មុខងារគឺបានច្រើនណាបងខ្ញុំធ្លាប់ទៅថតនៅខាងបដាដើម្បីផលិតដីបដោះមួយបានគាត់ប្រើម៉ាស៊ីនឡើង2 3តែនេះបងប្អូនមានតែមួយគ្រឿងនេះបាទរួចជាការស្រេចមុខងារវានៅក្នុងហ្នឹងទាំងអស់ហើយចាហើយផលិតបានច្រើននេះអូន1 ម៉ោងច្រើនអានេះ capacity របស់វា1 ម៉ោងចន្លោះពី500ទៅ600គីឡូអូបងប្អូនមកស្រួលអូខេបងប្អូននេះគឺជាម៉ាស៊ីនកិនស្រូវខ្នាត1 ម៉ោងកិនបាន200គីឡូអញ្ចឹងយើងមកមើលថាការកិនរបស់វាតាមសមត្ថភាពរបស់វាកម្រិតណាតោះយើងទៅមើលអស់គ្នាពីដំបូងយើងកាច់ធ្វើមកលោតដល់200ចឹងខ្ញុំបញ្យល់ចឹងណាបងអូយើងគ្រាន់តែកាច់ទេយើងដោតហើយយើងគ្រាន់តែកាច់មកគឺមានកងតាក់កាច់ខាងកិនស្រូវចាអូនេះចេញកពួកបាទអូអត់មានដៅស្រូវទេអត់ទេនេះកិនស្អាតហើយលឿនអូគាត់មកដល់ណោអត់ទៅផ្សាយទេបាទអូល្អមែនតើខាងនេះលូនទៅខាងនេះក៏ចុង3កណាត់ចុងខាងណាទេបាទឡូវឲ្យបងកនេះអត់ទៅបែកបាទទៅបែកវារែងអានេះវារែងយកឈើយកណាត់ទៅហើយតិចរែងចានេះកតុអានេះកញ្ចង់វាទៅខាងនេះហ៎កញ្ចង់ឲ្យដើម្បីចំណាត់នេះកញ្ចង់ហ្នឹងឯងអូកញ្ចង់ចាញ់តិចមែនតើបាទវាទៅបាក់ចាបងប្អូនមានតែម៉ាស៊ីននេះមួយមានថាយើងកិនស្រូវភ្លាមគឺអាចយកអង្គទៅដាំបាយញ៉ាំបានភ្លាមបងអត់មានការស្មៅអត់មានស្រូវអីណាបងប្អូនហើយសំខាន់គ្រាប់អង្គឡើងអាណក់ល្អហ្មងបាទនេះអង្គបេយើងបងអញ្ចឹងវាស្អាតមិនស្អាតទេគឺអាស្រ័យលើក្បាលលេខសេរីនេះអូគេមានកន្លែងសេរីទៀតសេរីចឹងបានអង្គប្រភេទសម្រូបអីក៏យើងអាចសេរីបានអូយើងចង់បានអង្គសម្រាប់សុខភាពបងប្អូនក៏អាចកិនបានខ្លួនឯងដែរតែវាអាចដៃសេរីតិចទៀតប៉ុន្តែយើងអាចកិនម្ដងទៀតទៅយើងអាចធ្វើបានហើយពាក់ព័ន្ធមួយលេខវាមានលេខចាប់ពីលេខ1រហូតដល់លេខ10ចាអញ្ចឹងលេខចន្លោះពីលេខ1ទៅលេខ3អាចខាងអង្គឲ្យស្អាតបានល្មមបើលេខ4លេខ5ស្អាតយកតែម្ដងតែបើលើលេខហ្នឹងទៀតវាច្បូតសខ្លាំងប៉ុន្តែវាបាក់ច្រើនតិចអញ្ចឹងយើងណែនាំថាលេខ4លេខ5ហ្នឹងគឺស្អាតហើយចាទៅតាមតម្រូវការរបស់បងប្អូនតែជាក់ស្ដែងចង់បានសម្រូបចង់បានមិនសម្រូបមិនក៏ស្រេទៅតាមនឹងចឹងទៅតែសំខាន់យើងឃើញថាវាចេញកញ្ចង់តិចមែនតើតិចបងដោយសារអានេះយើងមិញកិនមិញលេខប៉ុន្មានលេខ4គឺបានអង្គតែនេះបងប្អូនបាទអង្គស្អាតកិនហើយគឺញ៉ាំយកទៅដាំបាយញ៉ាំបានហ្មងអត់បាច់ចាំរែងអីទៀតទេរែងទៅបកទៅអមអីអូអត់ទេគឺមានម៉ាស៊ីននឹងមួយគឺស្រួលហើយបងចាក់អារម្មណ៍ថាអត់មានកជីបខ្មៅហ្នឹងត្រូវអត់ហ្នឹងហើយគេហៅផ្កាស្មៅបាទស្មៅកជីបភាសាតានេះវារែងពីត្រួតកច្រែងវារែងពីដងបាទវារែងអាក្របធំម្តង់ហើយរែងអាកតិចអត់ម្តង់ទៀតអញ្ចឹងកតិចផ្សេងៗគឺវាហូរទៅអស់ហើយដោយស្រីដោយអង្គយើងទេអញ្ចឹងបានអង្គវាស្អាតជាងអង្គផ្សេងហើយនេះអាស្អីធំអីហ្នឹងគឺនៅនឹងទាំងអស់បាទចានិយាយយើងជ្រប់ម៉ាស៊ីនសុទ្ធតែហ្នឹងឥឡូវត្រូវបាទហើយកតុគឺគេចេញមកខាងនេះចឹងទៅបានយើងម៉ត់យើងកិនទៅបានខាងទៀតចឹងទៅបាទអញ្ចឹងអានេះរួចរាល់ខ្ញុំបង្ហាញបងប្រភេទម៉ាស៊ីនសូនចំណៃម្ដងទៅចាបាទឥឡូវយើងមកសាកមើលថាតើម៉ាស៊ីនសូនចំណៃហ្នឹងវាមិនទៅវិញព្រោះមិញយើងបាននិយាយពីត្រួសពីមុខងាររបស់វាប៉ុន្តែយើងមកសាកជាក់ស្ដែងបងប្អូនឃើញអញ្ចឹងតោះបងបាទបងអញ្ចឹងសមាសធាតុខ្ញុំយកមកប្រើក្នុងការសូនចំណៃយើងមានដូចជាស្រូវពោតកតួ
ហើយនឹងបន្លែតែគួន ចា តែបើសិនបងប្អូននៅផ្ទះគាត់មានបន្លែផ្សេងទៀតក៏ដាក់បានដែរ បាន ម៉ាស៊ីនហ្នឹងគឺអត់រើសទេណោះ អត់រើសទេសំខាន់ការលាយសំណាញយើងគឺត្រឹមត្រូវអត់ពាក់ព័ន្ធមួយសមាសធាតុលាយរបស់វាអញ្ចឹងដូចពួកប្រភេទនេះអាចនិយាយបានថាវាជាកាកសំណល់ផ្ទះបាយយើងផងបន្លែយើងចោលយើងអាចយកទៅចោលវាស្ដាយអញ្ចឹងណាយើងអាចយកមកលាយមួយទុកមួយពតផលិតជាចំណីបានហើយអញ្ចឹងគាត់ដាក់ជាមួយលាយមួយបេចំណីក៏បានឬក៏ចំណីសម្រាប់ណាចំណីបាយស្រេចៗយកមកលាយបន្ថែមមកជាជីវជាតិជាវីតាមីនបន្ថែមទៀត ចា បាទ តែបើសិនបងប្អូនថានេះយើងលាយស្ងួតតែបើករណីគាត់ចង់ទៅកិនជាប្រភេទចំណីបកងដែលគេមានស្ងោជាដលោហើយកិនមួយខ្យងហ្នឹងបានដូចគ្នា បានដូចគ្នាបងក្តាមខ្យងដលងត្រីនេះគឺយកមក គីឡូខ្លាចថាវាសើមពេកវាអត់សូវអត់ចាញ់ឬមិន វាពាក់ព័ន្ធនឹងត្រង់នឹងដែរតែចំណុចសំខាន់មួយទៀតគាត់អាចបន្ថែមជាមួយកន្ទក់ពោតឬក៏ស្រូវបន្ថែមទៅសមាធិផ្សំដើម្បីឲ្យវាសមាមាត្រនៃសំណើមរបស់វា ចាតើឥឡូវយើងសាកមើលថាតើវាសូនមកចេញបែបម៉េចបងប្អូនចានេះចាក់ភ្លាមវាចេញចំណីភ្លាមមកតែបាទហើយអានេះគឺ model M180 180ហ្នឹង1ម៉ោងអាចបានពី180ទៅ200គីឡូ អូ180ទៅ200គីឡូ បាទ អានេះខាងកដាលទេណា ຂະຫນາດទី4 ទី4 បាទ180នេះទី4 ចា នេះគ្រាប់ចំណីវែងខ្លីទៅធំគឺយើងដូរតែប៉ែនទេបងបាទយើងចង់បានតបឃើញនេះយើងត្រូវឲ្យកបិតកាត់នេះខ្លីនេះទៅបានបាទបងប្អូនចេញមកឡើងក្តៅ បាទឆ្អិនណាបង ឆ្អិនហ្មងអូអាហ្នឹងគេហៅថាចំណីឆ្អិនហ្មង បាទ អូនេះបងប្អូននេះបែបនេះអូល្អមែនតើអញ្ចឹងបើយើងចង់បានទូចជាងនេះខ្លីជាងនេះវែងជាងនេះបានទាំងអស់ បាទដូរតាគ្រឿងសំខាន់ប៉ែនវាទៅបង ចាអាហ្នឹងទិញមកឆុតនេះទៅគេមានកបិតថែមឲ្យអាហ្នឹងហៅកបិតឬហៅអីប៉ែនតែសម្រាប់ប៉ែនអត់ទេយើងផ្គត់ផ្គង់ខាងក្រៅយើងមានតែមួយចុកម៉ាស៊ីនទេតែគាត់ចង់បានចម្រោះប៉ែនមួយណាគឺយើងដាក់ជូនមួយនឹងតែម្ដងតែវាច្រើនយើងណែនាំប្រើថ្មីថ្មងយើងប្រើប៉ែននេះសម្រាប់មន់ធំជ្រូកឬក៏មន់ជំទង់ស៊ីបានហើយអូនេះបងប្អូនល្អមែនតើចេញមកស្ងួតរើងបាទក្តៅទេបងប្អូនតែថាតិចចេញមកក្តៅឆ្អិនតែម្ដងមកមកឆ្អិនចំណី តែសមាធិដែរទេអ្នកខ្លះគាត់ប្រើស្រូវត្រាំប្រើអីចឹងទៅវាយើងមិនបាច់ប្រើបន្លែច្រើនចំណីចេញមកក៏អត់តែក្តៅតែក៏អត់សឹងណែនចឹងដែរតែណែនតែម្ដងចេញមកដូចចំណីក្រង បាទតែស្រូវយើងអត់ត្រាំទេយើងប្រើស្រូវត្រាំល្អដែរបងចាអានេះ1ម៉ោងបានប៉ុន្មាន80គីឡូ180ទៅ200អូ180ទៅ200គីឡូបងប្អូនលឿនណាចាបងនិយាយក្តៅឆ្អិនហើយប៉ុណ្នេះចំណីយើងលេបនេះល្មមតំណើមចាវាមន់ចិត្តទឹកបែកអញ្ចឹងមន់ទុយក៏ទីបានដែរអូតែយើងលីសើតំណើមវាអាចរៀងរឹងនេះបន្តិចចាតាមសមត្ថភាពចំណីគាត់ចង់បានបាទតែអីហ្នឹងតាមតម្រូវការរបស់បងប្អូនទៅចង់បានបែបម៉េចលាយសំខាន់បងប្អូនយកទៅសាកមើលខ្លួនឯងទេតែចាបងប្អូនអរគ្នាអញ្ចឹងបងប្អូនបានឃើញអំពីការតេស្តសាក់ល្វងម៉ាស៊ីនទាំងពីរហ្នឹងហើយប៉ុន្តែមែនតែនទៅមានតិចគឺមានម៉ាស៊ីនច្រើនជាងហ្នឹងបើសិនបើករណីថាបងប្អូនចង់ឃើញការតេស្តសាក់ល្វងម៉ាស៊ីនផ្សេងទៀតបងប្អូនអាចឆាតចូល page Mintic Power Tool ឬក៏ call លេខទូរស័ព្ទដែលយើងមានដាក់នៅខាងក្រោម comment ហ្នឹងអញ្ចឹងមួយទៀតហើយបើសិនបើករណីថាមានចង្អល់ពាក់ព័ន្ធមួយម៉ាស៊ីនផ្សេងអីណាអាចឆាតសួរបានទេចាក្រុមហ៊ុន Mintic គឺមានបុគ្គលិកនៅចាំឆ្លើយតបជាពិសេសគឺបុគ្គលិកជំនាញផ្នែកម៉ាស៊ីនតែម្ដងគឺគាត់អាចឆ្លើយតបរាល់ចម្ងល់របស់បងប្អូនបានចាអញ្ចឹងមានជាសេវាកម្មពិសេសអីផ្សេងទៀតសម្រាប់អតិថិជនមានតិចបាទរាល់តំណែងដែលពុកម៉ែបងប្អូនជឿទៅគ្រឿងយន្តកសិកម្មមិនថាគ្រឿងម៉ាស៊ីនណាមួយទេគឺយើងធានាជូនរយៈពេល1ឆ្នាំពេញទៅលើសេវាកម្មជួសជុលទាំង3ខែលើគ្រឿងបន្លាស់ហើយពុកម៉ែបងប្អូនជឿទៅកុំភ្លេចសួររកបានធានាផងណាដើម្បីបញ្ជាក់ថាផលិតផលពិតពីខាងក្រុមហ៊ុនយើងបាទហើយមួយទៀតសម្រាប់រាល់ម៉ាស៊ីនទាំងអស់គឺយើងធ្វើការដឹកជញ្ជូនហ្វ្រីផងដែរអូអញ្ចឹងពិសេសហើយបងប្អូននៅខេត្តផ្សេងគឺអាចទទួលបានម៉ាស៊ីនហើយគឺអត់អស់ថ្លៃសេវាទេបាទអញ្ចឹងជាចុងក្រោយអរគុណបងប្អូនមែនតើដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ហើយអរគុណយើងក៏ដូចជាក្រុមហ៊ុន Mintic Power Tool ដែលបាននាំចូលនៅគ្រឿងម៉ាស៊ីនកសិកម្មទំនើបល្អៗសម្រាប់ប្រជាកសិករខ្មែរយើងជួបគ្នានៅវីដេអូក្រោយជំរាបលា